រឿងដំណើរផ្សងព្រេងនៅបាត់ដំបងរបស់ឌីម៉ង់និងអ្នកគ្រូពើចន្ទធីឌីម៉ង់ក៏មានប្រោសភ្នែកមូលនិងពោពេញដោយការចង់ដឹងបានមកដល់ខេត្តបាត់ដំបងជាមួយនឹងអ្នកគ្រូពើចន្ទធីដែលជាអ្នកគ្រូពើចិត្តល្អនិងមានចំណេះដឹងទូលំទូលាយដំបូងគេពួកគេបានទៅមើលរូបសំណាកតាដំបងក្រញូងដែលឈរយ៉ាងខ្ពស់ត្រដែតនៅកណ្ដាលក្រុងឌីម៉ង់សួរអ្នកគ្រូពេទ្យរឿងរ៉ាវជាច្រើនអំពីប្រវត្តិសាស្ត្ររឿងព្រេងនិទានរបស់ខេត្តនេះហើយអ្នកគ្រូពេទ្យក៏រៀបរាប់យ៉ាងពិរោះរណ្ដំអំពីវីរភាពរបស់តាដំបងក្រញូងបន្ទាប់ពីបានស្គាល់ពីប្រវត្តិខ្លះៗពួកគេបានបន្តដំណើរផ្សងព្រេងរបស់ពួកគេទៅកាន់ការជិះណូរីឬរថភ្លើងរស្ស៊ីដ៏ល្បីល្បាញណូរីរត់លឿនដូចខ្យល់កាត់តាមវាលស្រែបៃថងខ្ចីនិងភូមិអ្នកស្រុកឌីម៉ង់សោយក្អាកក្អាយពេលណូរីរត់លឿនហើយមានអារម្មណ៍ថាខ្លួនកំពុងហោះហើរអ្នកគ្រូពេទ្យចន្ទធីប្រាប់ឌីម៉ង់ថាធម្មជាតិនៅទីនេះពិតជាស្រស់ស្អាតហើយខ្យល់ក៏បរិសុទ្ធជួយឲ្យសួតនិងបេះដូងមានសុខភាពល្អពេលពួកគេចុះពីណូរីពួកគេបានដើរទៅដល់ចំការក្រួយពោធិ៍សាត់ដ៏ធំល្វឹងល្វើយដែលផ្លែក្រូចមានពណ៌មាសភ្លឺចែងចាំងដូចជាត្រូវបានមុនអាគមអ្នកគ្រូពេទ្យចន្ទធីបានបេះក្រូចមួយផ្លែមកឲ្យឌីម៉ង់ហើយពន្យល់ថាផ្លែឈើស្រស់ៗដែលមានវីតាមីន C ខ្ពស់គឺល្អបំផុតសម្រាប់រក្សារាងកាយឲ្យរឹងមាំការពារជំងឺផ្ដាសាយនិងធ្វើឲ្យស្បែកស្អាតឌីម៉ង់បានភ្លក់រសជាតិក្រូចដ៏ផ្អែមឆ្ងាញ់នោះហើយមានអារម្មណ៍ថាខ្លួនឯងកាន់តែមានកម្លាំងឡើងទ្វេដងពេលថ្ងៃលិចឌីម៉ង់និងអ្នកគ្រូពេទ្យចន្ទធីបានអង្គុយមើលទស្សនវិជ្ជាទូទៅនៃទីក្រុងបាត់ដំបងពីលើភ្នំមួយឌីម៉ង់បានអរគុណអ្នកគ្រូពេទ្យចន្ទធីចំពោះដំណើរផ្សងព្រេងដ៏អស្ចារ្យនេះដែលបានបង្រៀនគាត់ទាំងប្រវត្តិសាស្ត្រភាពសប្បាយរីករាយនិងសារៈសំខាន់នៃការថែទាំសុខភាពរាងកាយនិងធម្មជាតិនៅជុំវិញយើងពួកគេទាំងពីរបានសន្យាថានឹងត្រឡប់មកទស្សនាខេត្តដ៏ស្រស់ស្អាតនេះនៅពេលក្រោយទៀតមេរៀនអប់រំការរៀនសូត្រតាមរយៈការដំណើរផ្ដល់ចំណេះដឹងថ្មីៗនិងជួយយើងយល់ដឹងពីតម្លៃនៃការថែទាំសុខភាពរាងកាយនិងធម្មជាតិនៅជុំវិញយើង